សាធុទេសូមគោរពអរគុណបូរចម្រើនហើយនឹងសូមគោរពពុទ្ធបរិស័ទទាំងអស់ចាស់ព្រះធាចាបបាសកបាសិកាព្រមទាំងចូលត្រាដឹកនាំនៃគ្រូសាសតបដ្ឋានមានលោកគ្រូពេទ្យជាដើមទៀតហើយយើងបានឱកាសជួបជុំគ្នាដើម្បីសិក្សានៅព្រះធម៌ជាបន្តទៅទៀតទទួលយកពាក្យទូនមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដើម្បីជាប្រយោជន៍ខ្លួនផងហើយនឹងដើម្បីជាប្រយោជន៍ដល់អ្នកដទៃឬក៏ញាតិមិត្តអាមាត្យដែលជាអ្នកសម្គាល់នៅពាក្យរបស់យើងថាគូជឿគូស្ដាប់នឹងទៀតនឹងហើយពីសប្តាហ៍មុនហ្នឹងយើងក៏បានសិក្សានៅក្នុងបទថាសតបដ្ឋានដែរមានន័យថាសតបដ្ឋាន3ហ្នឹងចេញជាអ្នកមាន3ហ្នឹងទី1គឺអារម្មណ៍របស់សតិអារម្មណ៍របស់សតិហ្នឹងគឺក៏ឈ្មោះថាសតបដ្ឋានដែរហើយអារម្មណ៍របស់សតិហ្នឹងគឺមានកាយមានវេទនាចិត្តធម៌អារម្មណ៍របស់សតិហ្នឹងមាន4ណាហ្នឹងដូច្នោះហើយបានព្រះអង្គត្រាស់សម្ដែងសតបដ្ឋាន4ហ្នឹងគឺដោយអំណាចអារម្មណ៍ហ្នឹងរាប់តាមអារម្មណ៍ហ្នឹងគឺមានកាយមានវេទនាមានចិត្តមានធម៌ពិចារណានៅកាយក្នុងកាយពិចារណានៅវេទនាក្នុងវេទនាពិចារណានៅចិត្តក្នុងចិត្តពិចារណានៅធម៌ក្នុងធម៌ដូច្នោះហើយបានព្រះអង្គត្រាស់សម្ដែងនៅសតបដ្ឋាន4ហើយដល់ពេលសតបដ្ឋាននឹងរាប់មួយគឺដោយការរលឹកឬក៏ថាដោយភាពជាឯកាយនមគ្គហ្នឹងគឺតួសតិហ្នឹងក៏ឈ្មោះថាសតបដ្ឋានដែរហ្នឹងហើយនឹងសតបដ្ឋាន3ប្រការដែលសាស្តាដ៏ប្រសើរតែងសែបការសាស្តាដ៏ប្រសើរសែបហើយទៅគួរនឹងព្រានប្រដៅគណៈបានដូច្នេះនេះតថាគតពោលហើយចុះពាក្យនោះតថាគតពោលព្រោះអាស្រ័យអ្វីហ្នឹងគឺសតិប្បដ្ឋាន3របស់ព្រះសាស្តាក្នុងបេដកអត្ថកថាលេខ18ទំព័រ400ទៀតហើយពុទ្ធបរិស័ទយើងស្ដាប់បន្តិចទៅណាមនាលវិខុទាំងឡាយសាស្តាជាអ្នកអនុគ្រោះជាអ្នកស្វែងរកប្រយោជន៍តែងសម្ដែងធម៌ដល់ពួកសាវកព្រោះអាស្រ័យនៅសេចក្តីអនុគ្រោះដូច្នេះថាធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយតែពួកសាវករបស់សាស្តានោះមិនចង់ស្ដាប់មិនចង់ត្រជាមិនតាំងចិត្តដើម្បីឲ្យដឹងសេចក្តីក៏ប្រព្រឹត្តកន្លងពាក្យព្រានប្រដៅរបស់សាស្តាទៅវិញមនាលវិខុទាំងឡាយក្នុងដំណើរនោះព្រះតថាគតមិនមានចិត្តរីករាយមិនទទួលនៅសេចក្តីរីករាយមានចិត្តមិនប្រឡាក់ដោយរាគៈមានតែសតិសម្បជញ្ញៈប្រព្រឹត្តទៅគ្រប់ឥរិយាបថមនាលវិខុទាំងឡាយនេះហៅថាសតបដ្ឋានទី1ដែលសាស្តាដ៏ប្រសើរតែងសែបការសាស្តាដ៏ប្រសើរសែបហើយទៅគួរនឹងព្រានប្រដៅគណៈបានព្រះអង្គមានសតបដ្ឋានរបស់ព្រះសាស្តាព្រះអង្គសែបនឹងបើសាវកហ្នឹងមិនប្រតិបត្តិមិនចង់ត្រជាប្រព្រឹត្តកន្លងពាក្យព្រានបដៅរបស់ព្រះសាស្តាហ្នឹងក៏ព្រះអង្គ
mình miền nơi sự cái đây ri mình miền mình tự tua nơi sự cái đây ri mình bật lại đôi ri kia ấy thế là nông rừng đôi sự cái đây thà bọn mình bật na ở tới gì dạng na ở miền tây ha thà trong ở tới gì dạng đi trong ở tới gì dạng nu hơi chẳng chẳng bọn nơi đôi sự tệ sam bị chơi nhẹ nè group area bot nèนั่นคือជាសតបដ្ឋានរបស់ព្រះសាស្តាមនាលវិខុទាំងឡាយមួយទៀតសាស្តាជាអ្នកអនុគ្រោះស្វែងរកប្រយោជន៍តែងសម្ដែងធម៌ដល់ពួកសាវកព្រោះអាស្រ័យនៅសេចក្តីអនុគ្រោះថាធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយសាវកពួកខ្លះរបស់សាស្តានោះមិនចង់ស្ដាប់មិនចង់ត្រជាមិនតាំងចិត្តដើម្បីឲ្យដឹងសេចក្តីក៏ប្រព្រឹត្តកន្លងពាក្យព្រានបដៅរបស់សាស្តាសាវកពួកខ្លះចង់ស្ដាប់ចង់ត្រជាតាំងចិត្តដើម្បីឲ្យដឹងសេចក្តីមិនហ៊ានប្រព្រឹត្តកន្លងនៅពាក្យព្រានប្រដៅរបស់សាស្តាឡើយមនាលវិខុទាំងឡាយក្នុងដំណើរនោះព្រះសាស្តាក៏មិនមានចិត្តរីករាយមិនទទួលនៅសេចក្តីរីករាយមិនមានតូចចិត្តមិនទទួលនៅសេចក្តីតូចចិត្តវាបងនៅសេចក្តីរីករាយនិងសេចក្តីតូចចិត្តទាំងពីរនោះជាអ្នកប្រងើយប្រកបដោយសតិសម្បជញ្ញៈប្រព្រឹត្តទៅគ្រប់អេរិយាបថមនាលវិខុទាំងឡាយនេះហៅថាសតបដ្ឋានទី2ដែលសាស្តាដល់ប្រសើរតែងខ្សែការសាស្តាដល់ប្រសើរខ្សែហើយទៅគួរនឹងព្រានប្រដៅគេនៅគេណាបាននឹងទោះបីជាសាវកហ្នឹងក៏មានអ្នកខ្លះហ្នឹងក៏ស្ដាប់មានអ្នកខ្លះក៏មិនស្ដាប់មានអ្នកខ្លះហ្នឹងក៏ប្រព្រឹត្តកន្លងមានអ្នកខ្លះហ្នឹងក៏មិនប្រព្រឹត្តកន្លងពាក្យព្រានបដៅដូច្នេះព្រានដែលមានប្រភេទក៏ព្រះអង្គមិនមានសេចក្តីត្រេកអររីករាយប្រកបដោយរាគៈឬក៏មិនតូចចិត្តនៅក្នុងរឿងអីទេព្រះអង្គតាំងនៅក្នុងឧបេក្ខាហើយព្រះអង្គព្រានបដៅអញ្ចឹងទៅទៀតนั่นគឺជាសតបដ្ឋានរបស់ព្រះសាស្តានឹងដែលព្រះអង្គទូមានខ្លួនព្រះអង្គនឹងណាស្ថិតនៅក្នុងភាពជាកណ្ដាលក្នុងសាវកអ្នកប្រតិបត្តិតាមហើយនិងអ្នកដែលមិនប្រតិបត្តិតាមប្រព្រឹត្តកន្លងពាក្យព្រានបដៅនឹងទៀតណាហើយទី3ហ្នឹងមនាលវិខុទាំងឡាយមួយទៀតសាស្តាជាអ្នកអនុគ្រោះស្វែងរកប្រយោជន៍រមែងសម្ដែងធម៌ដល់ពួកសាវកព្រោះអាស្រ័យនៅសេចក្តីអនុគ្រោះថាធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយតែពួកសាវករបស់សាស្តានោះចង់ស្ដាប់ចង់ត្រជាតាំងចិត្តដើម្បីដឹងសេចក្តីទាំងមិនបានប្រព្រឹត្តកន្លងពាក្យព្រានបដៅរបស់សាស្តាមនាលវិខុទាំងឡាយក្នុងដំណើរនោះព្រះសាស្តារមែងមានចិត្តរីករាយទទួលនៅសេចក្តីរីករាយតែថាមានចិត្តមិនប្រឡាក់ដោយរាគៈជាអ្នកមានសតិសម្បជញ្ញៈប្រព្រឹត្តទៅគ្រប់អេរិយាបថមនាលវិខុទាំងឡាយនេះហៅថាសតបដ្ឋានទី3ដែលសាស្តាដល់ប្រសើរតែងខ្សែការសាស្តាដល់ប្រសើរខ្សែហើយទៅគួរនឹងព្រានបដៅនៅគណៈបានពាក្យថាសតបដ្ឋានមាន3ប្រការដែលសាស្តាដល់ប្រសើរតែងខ្សែការសាស្តាដល់ប្រសើរខ្សែហើយទៅគួរព្រានបដៅនៅគណៈបានដូច្នេះតថាគតពោលហើយពាក្យនេះដែលតថាគតពោលព្រោះអាស្រ័យនៅហេតុនេះឯងណាហ្នឹងគឺក៏ជាសតបដ្ឋានដែរដែលព្រះសាស្តានឹងទូមាននៅគណៈហ្នឹងគឺព្រះអង្គទោះបីជាសាវកនឹងប្រព្រឹត្តកន្លងពាក្យព្រានបដៅក៏ដោយក៏ព្រះអង្គមិនរីករាយប្រកបដោយរាគៈអីហ្នឹងក៏មិនមានសម្រាប់ព្រះអង្គហើយអ្នកខ្លះក៏ប្រតិបត្តិតាមអ្នកខ្លះក៏មិនប្រតិបត្តិតាមព្រះអង្គក៏មិនរីករាយហើយមិនទទួលនៅសេចក្តីរីករាយមិនមានការតូចចិត្តអីនៅក្នុងរឿងហ្នឹងទេព្រះអង្គតាំងនៅក្នុងឧបេក្ខាហើយទោះបីជាសាវកហ្នឹងប្រព្រឹត្តបដិបត្តិតាមមិនកន្លងពាក្យព្រានបដៅហ្នឹងក៏ព្រះអង្គរីករាយតែមិនប្រឡាក់ទៅដោយរាគៈណាព្រះអង្គអត់មានជាប់ជំពាក់ដោយរាគៈ
បងមាននៅសតិសម្បជញ្ញៈប្រព្រឹត្តទៅគ្រប់អេរិយាបថហ្នឹងគឺជាសតបដ្ឋានទី3របស់ព្រះសាស្តាព្រះសម្មាសម្ពុទ្ធទៀតហ្នឹងដូច្នេះយើងមើលយើងយល់នៅក្នុងបទថាសតបដ្ឋានណាហ្នឹងគឺបានដល់សតបដ្ឋាន3ហ្នឹងឯងទី1គឺអារម្មណ៍របស់សតិហ្នឹងគឺឈ្មោះថាសតបដ្ឋានហើយភាពដែលសាសនាទ្រង់ឈានកន្លងនៅសេចក្តីប្រទុះនិងសេចក្តីត្រេកអរក្នុងសាវកទាំងឡាយអ្នកបដិបត្តិ3យ៉ាងឈ្មោះថាសតបដ្ឋានហើយនឹងតួសតិក៏ឈ្មោះថាសតបដ្ឋានហ្នឹងដូច្នេះកាលណាយើងឮពាក្យសតបដ្ឋានយើងនឹកទៅដល់រឿង3ហ្នឹងហ្នឹងទី1អារម្មណ៍របស់សតិហ្នឹងគឺមានកាយមានវេទនាមានចិត្តមានធម៌ទីតាំងរបស់សតិកាយវេទនាចិត្តធម៌ហ្នឹងហើយមួយទៀតគឺសតបដ្ឋានរបស់ព្រះសាស្តាដែលព្រះអង្គទូលមានសាវកជាសាស្តាអនុគ្រោះដោយប្រយោជន៍នឹងគឺសម្រាប់ព្រះសម្មាសម្ពុទ្ធហើយដល់ពេលទី3តួសតិជាធម្មជាតិដែលរលឹកហ្នឹងក៏ឈ្មោះថាជាសតបដ្ឋានដែរហ្នឹងគឺពុទ្ធបរិស័ទយើងគប្បីយល់នៅក្នុងបទថាសតបដ្ឋានហ្នឹងទៀតហើយសេចក្តីតទៅក៏ជូនទៅបងអូនចម្រើនដើម្បីគាត់មេរៀនយើងបន្តទៅទៀតសិនទៅពីកាយឈ្មោះថាបដ្ឋាននឹងមករហូតឲ្យបានចប់មកដល់ណាព្រោះអត្ថាអ្នកត្រូវការព្រះនិព្វានក៏បីស្វែងរកទៀតចម្លងប៉ុណ្ណឹងរួចហើយចាំលោកគ្រូបញ្ជូលតាមក្រោយតទៅទៀតទេណាបាទសូមឲ្យពុទ្ធបរិស័ទបានចម្លងអញ្ជើញយកសៀវភៅមកទេណាសូមគោរពអញ្ជើញសូមអនុមោទនាទេសាធុលោកគ្រូសូមគោរពអរគុណលោកគ្រូសូមអនុមោទនាដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនៃការពន្យល់របស់លោកគ្រូយ៉ាងក្បោះក្បាយធ្វើឲ្យពុទ្ធបរិស័ទលោកកាន់តែរីករាយជ្រះថ្លានិងសិក្សាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធណាទេណាដូច្នេះហើយសូមគោរពអញ្ជើញពុទ្ធបរិស័ទយកសៀវភៅយកប៊ិចមកយើងនឹងកត់បន្តទៀតយកប៊ិចក្រហមសរសេរខាងក្រោមចុះបន្ទាត់ចាប់ផ្ដើមបន្ទាត់សរសេរថាកាយកដាក់ស្រៈអានិងយោកាយសរសេរប៊ិចពណ៌ក្រហមណាទីណាកាយដកឃ្លាឈ្មោះថាសរសេរប៊ិចខៀវវិញឈ្មោះថាដកឃ្លាឧបដ្ឋានសរសេរអក្សរឧស្រៈពេញតួអក្សរបអក្សរដជើងថដាក់ស្រៈអានិងណឧបដ្ឋានកាយឈ្មោះថាឧបដ្ឋានដកឃ្លាមិនឈ្មោះថាមិនឈ្មោះថាមិនឈ្មោះថាដកឃ្លាសតិទេសតិទេសតិអក្សរសតដាក់ស្រៈអិសតិទេសតិទេដកឃ្លាខណ្ឌដកឃ្លាទៀតសរសេរប៊ិចក្រហមសតិអក្សរសតដាក់ស្រៈអិសតិដកឃ្លាឈ្មោះថាដកឃ្លាឧបដ្ឋានផងឧបដ្ឋានសរសេរដូចខាងលើឧស្រៈពេញតួអក្សរបដជើងថដាក់ស្រៈអានិងណ
ឧបដ្ឋានផងឧបដ្ឋានផងដកឃ្លាឈ្មោះថាឈ្មោះថាឈ្មោះថាដកឃ្លាសតិផងសតិផងសតិផងដកឃ្លាខណ្ឌចុះបន្ទាត់ចាប់ដើមបន្ទាត់ឈ្មោះថាឈ្មោះថាឈ្មោះថាដកឃ្លាសរសេរប៊ិចក្រហមបឋានសរសេរអក្សរបដជើងថដាក់ស្រៈអានិងណបឋានឈ្មោះថាដកឃ្លាបឋានចាដាក់ឃ្លាចាទៀត បងសុំបន្តិចបងខ្ញុំកត់អត់ទាន់ដល់កន្លែងឈ្មោះថាសតិផងហើយខណ្ឌហើយចុះបន្ទាត់អីបង ចាំម្ដងទៀតណាឈ្មោះថាសតិផងដកឃ្លាខណ្ឌហើយចុះបន្ទាត់ចាប់ផ្ដើមបន្ទាត់សរសេរឈ្មោះថាឈ្មោះថាហើយដកឃ្លាសរសេរប៊ិចក្រហមបឋានបឋានអក្សរបដជើងថដាក់ស្រៈអានិងណបឋានដកឃ្លាព្រោះអត្ថាព្រោះពជើងរដាក់ស្រៈអស់ព្រោះអក្សរអអក្សរតជើងថអត្ព្រោះអត្ថាឈ្មោះថាបឋានព្រោះអត្ថាព្រោះអត្ថាដកឃ្លាជាទីតាំងជាទីតាំងជាទីតាំងដកឃ្លាខណ្ឌរួចហើយដកឃ្លាទៀតសួរថាសដាក់ស្រៈអ៊ូនិងរសួរថាសួរថាសួរថាដកឃ្លាអ្វីតាំងអជើងវដាក់ស្រៈអីអ្វីតាំងតដាក់ស្រៈអាំនិងងតាំងអ្វីតាំងអ្វីតាំងដកឃ្លាឆ្លើយថាឆ្លើយថាឆ្លើយថាសតិឆ្លើយថាសតិដកឃ្លាខណ្ឌដកឃ្លាទៀតទីតាំងរបស់សតិ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 ដកឃ្លា
ឈ្មោះថាឈ្មោះថាឈ្មោះថាដកឃ្លាសរសេរប៊ិចក្រហមសតបដ្ឋានសរសេរអក្សរសតដាក់ស្រៈអេបជើងបដជើងថដាក់ស្រៈអានិងណសតបដ្ឋានសតបដ្ឋានដកឃ្លាខណ្ឌចូលបន្ទាត់ចាប់ដើមបន្ទាត់ឈ្មោះថាឈ្មោះថាឈ្មោះថាដកឃ្លាសរសេរប៊ិចក្រហមសតិអក្សរសតដាក់ស្រៈអេសតិឈ្មោះថាសតិដកឃ្លាព្រោះអត្ថាព្រោះអត្ថាព្រោះអត្ថាអត្តអក្សរអតជើងថដូចខាងលើណាព្រោះអត្ថាដកឃ្លារលឹករលឹកអក្សររហើយអក្សរដូចអក្សរពហើយជើងញពីក្រោមមកហ្នឹងហើយអក្សរកទៅរលឹកលឹកលឺរលឹកដកឃ្លាឈ្មោះថាឈ្មោះថាឈ្មោះថាដកឃ្លាសរសេរប៊ិចក្រហមបឋឋានសរសេរអក្សរបដជើងថដាក់ស្រៈអានិងណបឋឋានឈ្មោះថាបឋឋានដកឃ្លាដោយអត្ថាដោយអត្ថាដោយអត្ថាអត្តសរសេរដូចយើងសរសេរពីមុនមកហ្នឹងអក្សរអតជាងថដោយអត្ថាដកឃ្លាចូលទៅតាំងទុក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 ដកឃ្លាខណ្ឌដកឃ្លាទៀតសតិនុផងសតិនុផងសតិនុផងដកឃ្លាបឋាននុផងបឋាននុផងសតិនុផងបឋាននុផងបឋាននុផងដកឃ្លាព្រោះហេតុនោះព្រោះហេតុនោះព្រោះ
ហេតុនោះហេតុផដាក់ស្រៈអេតដាក់ស្រៈអហេតុព្រោះហេតុនោះដកឃ្លាទៅឈ្មោះថាទៅឈ្មោះថាទៅឈ្មោះថាដកឃ្លាសរសេរប៊ិចក្រហមសតបដ្ឋានសតបដ្ឋានសរសេរដូចខាងលើអក្សរសតដាក់ស្រៈអេបជើងបដជើងខដាក់ស្រៈអានិងណសតបដ្ឋានសតបដ្ឋានដកឃ្លាខណ្ឌសតបដ្ឋានដកឃ្លាខណ្ឌចុះបន្ទាត់ចាប់ផ្ដើមបន្ទាត់នៅពេលដែលចាប់ផ្ដើមបន្ទាត់មានថាយើងចូលទៅក្នុងអត់សរសេរស្មើទេមាក់សរសេរប៊ិចក្រហមមកកជើងកមាក់មាក់មកជើងកមាក់ដកឃ្លាសរសេរប៊ិចខៀវឬក៏ប៊ិចខ្មៅវិញបើកវងកញ្ចក់ហើយដកឃ្លាទៀតផ្លូវផជើងលើដាក់ស្រៈអូនិងវផ្លូវផ្លូវដកឃ្លាបិទរង្វង់ក្រចកមកវិញដកឃ្លាទៀតគឺកដាក់ស្រៈអើគឺដកឃ្លាសតបដ្ឋានសតបដ្ឋានសរសេរដូចខាងលើសរសេរច្រើនដងហើយចាំណាពុទ្ធបរិស័ទសតបដ្ឋានសតបដ្ឋានដកឃ្លាលេខ4លេខ4ខ្មែរណាទេណាលេខ4មានន័យថាសតបដ្ឋាន4ដកឃ្លាទៀតជាផ្លូវមូលតែមួយជាផ្លូវមូលមើដាក់ស្រៈអូនិងលើមូលតែមួយជាផ្លូវមូលតែមួយជាផ្លូវមូលតែមួយដកឃ្លាខណ្ឌចុះបន្ទាត់ចាប់ផ្ដើមបន្ទាត់ទៀតពាក្យថាពដាក់ស្រៈអាកជើងយោពាក្យថាថដាក់ស្រៈអាថាពាក្យថាពាក្យថាដកឃ្លាសរសេរប៊ិចក្រហមមាក់មកកជើងកមាក់ពាក្យថាដកឃ្លាមាក់មកកជើងកមាក់ដកឃ្លាទៀតជាឯកវចនៈជដាក់ស្រៈអានិងជាឯកវចនៈសរសេរអេស្រៈពេញតួដូចអក្សរងណាទៀតណាហើយអក្សរកអក្សរវអក្សរចអក្សរណចុច2ជាឯកវចនៈជាឯកវចនៈដកឃ្លាឆ្លើយថាឆ្លើយថាឆ្លើយថាដកឃ្លាព្រោះជាផ្លូវមូលតែមួយ
ព្រោះជាផ្លូវមូលតែមួយព្រោះជាផ្លូវមូលតែមួយព្រោះជាផ្លូវមូលតែមួយដកឃ្លាខណ្ឌដកឃ្លាសេចក្តីពិតសេចក្តីសដាក់ស្រៈអេនិងចកជើងដដាក់ស្រៈអីសេចក្តីពិតពដាក់ស្រៈអេនិងតសេចក្តីពិតសេចក្តីពិតដកឃ្លាសតិទាំងនោះសតិទាំងនោះសតិទាំងនោះដកឃ្លាសូម្បីមាន4សូម្បីសដាក់ស្រៈអូមជើងបដាក់ស្រៈអីសូម្បីមាន4លេខ4សូម្បីមាន4សូម្បីមាន4ដកឃ្លាក៏រាប់ថាផ្លូវតែមួយកអក្សរកហើយអាស្ដាពីលើលេខ8ខ្មែរក៏រាប់ថាផ្លូវតែមួយក៏រាប់ថាផ្លូវតែមួយក៏រាប់ថាផ្លូវតែមួយដកឃ្លាដោយអត្ថាជាដោយអត្តសរសេរដូចខាងលើអក្សរអតជើងខដោយអត្ថាជាដោយអត្ថាជាដោយអត្ថាជាដកឃ្លាសរសេរប៊ិចក្រហមមាក់មកជើងកមាក់ដោយអត្ថាជាមាក់ដកឃ្លាព្រោះអត្តដូចម្ដេច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 ដកឃ្លាឆ្លើយថាឆ្លើយឆជើងលោដាក់ស្រៈអើនិងយោឆ្លើយថាឆ្លើយថាដកឃ្លាជាបដិបទាជាចូលដាក់ស្រៈអាជាបដិបទាសរសេរអក្សរបដដាក់ស្រៈអេអក្សរបតដាក់ស្រៈអាជាបដិបទាជាបដិបទាទៅកាន់ព្រះនិព្វានផងទៅកាន់ព្រះ
ពោជើងរដាក់ស្រៈអាព្រះទៅកាន់ព្រះនិព្វានណដាក់ស្រៈអេពោជើងវដាក់ស្រៈអានិងណនិព្វានផងផនិងងផងជាបដិបទាទៅកាន់ព្រះនិព្វានផងដកឃ្លាព្រោះអត្ថ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 ាដកឃ្លាអ្នកត្រូវការព្រះនិព្វានអ្នកត្រូវការអ្នកចេះសរសេរណាអក្សរអជើងណនិងកអ្នកត្រូវការព្រះនិព្វានសរសេរដូចខាងលើពោជើងរដាក់ស្រៈអាណដាក់ស្រៈអេពោជើងវដាក់ស្រៈអានិងណព្រះនិព្វានអ្នកត្រូវការព្រះនិព្វានអ្នកត្រូវការព្រះនិព្វានគប្បីស្វែងរកផងគប្បីអក្សរកបជើងបដាក់ស្រៈអីគប្បីស្វែងរកផងស្វែងសជើងវដាក់ស្រៈអែនិងងស្វែងរកផងរនិងករកហើយផងអ្នកត្រូវការព្រះនិព្វានគប្បីស្វែងរកផងដកឃ្លាខណ្ឌផ្ទៀងផ្ទាត់ឡើងវិញកាយឈ្មោះថាឧបដ្ឋានមិនឈ្មោះថាសតិទេសតិឈ្មោះថាឧបដ្ឋានផងឈ្មោះថាសតិផងឈ្មោះថាបដ្ឋានព្រោះអត្ថាជាទីតាំងសួរថាអ្វីតាំងឆ្លើយថាសតិទីតាំងរបស់សតិឈ្មោះថាសតិប្បដ្ឋានឈ្មោះថាសតិព្រោះអត្ថារលឹកឈ្មោះថាបដ្ឋានដោយអត្ថាចូលទៅតាំងទុកសតិនោះផងបដ្ឋាននោះផងព្រោះហេតុនោះទើបឈ្មោះថាសតិប្បដ្ឋានមគ្គផ្លូវគឺសតិប្បដ្ឋាន4ជាផ្លូវមូលតែមួយពាក្យថាមគ្គជាឯកវចនៈឆ្លើយថាព្រោះជាផ្លូវមូលតែមួយសេចក្តីពិតសតិទាំងនោះសូម្បីមាន4ក៏រាប់ថាផ្លូវតែមួយដោយអត្ថាជាមគ្គព្រោះអត្តដូចម្ដេចឆ្លើយថាជាបដិបទាទៅកាន់ព្រះនិព្វានផងព្រោះអត្ថាជាកម្មាទោសអ្នកត្រូវការព្រះនិព្វានគប្បីស្វែងរកផងខានប៉ុណ្ណេះសិនចាលោកគ្រូនាងខ្ញុំបានគ្រប់អញ្ជើញពុទ្ធបរិស័ទបានកត់រួចហើយជាបន្តសូមគ្រប់ជូនទៅលោកគ្រូដើម្បីបានពន្យល់លោកគ្រូសូមគ្រប់អញ្ជើញលោកគ្រូសាធុទាំងសូមត្រេកអរអនុមោទនានៅព្រះធម៌ទាំងនិងពុទ្ធបរិស័ទយើងបានចម្លងរួចហើយយើងស្ដាប់ក្រោយមកយើងនឹងចាក់ស្ដាប់ម្ដងទៀតពេលដែលលោកគ្រូផុសឬក៏ចូលទៅស្ដាប់នៅក្នុងក្រុមនៅក្នុងថ្នាក់ហ្នឹងដែលបងសវណ្ណដាក់ចូលហ្នឹងស្ដាប់ឲ្យរឿយទៀតណានៅក្នុងមេរៀនដែលយើងកត់មកថ្ងៃនេះហ្នឹង
bắt đầu tay lơ pi trong nội tề sẽ cái đấy ắt thập bài thì nó cứ sật tệ hay nắng sật tệ muối nắng bật thàn mùi là sẽ cái đâyเป็นโยแต่พนจำรานหายกอดหมกนั้น ประดอดเลือปีจำหน่อยหนังมุ้ยสเตะมุ้ยปัดฐานหนังไออย่างดังในสเตะนั้นคือทอมมาเจียดได้รลักหรือในขนมประปุไดกานั้นพองตรัสสำแดงทาสเตะกำนัดเนื้อรอมนะกำนัดเนื้อรอมนั้นคือรลักนั่นเองหายปิจารณาโดยปัญญานะปัญญานั้นคือสามปัจเจเนียโดยฉะนั้นในขนมตีนี้ยังโยนแต่ปีแต่มุ้ยคือปัฏฐานมุ้ยคือสเตะในขนมนี้ยังเคยกายชโมธาปัฏฐานนะมันชโมธาสเตะปิโปรกายนั้นจิตติตังให้กายนั้นคือจิรูปสุธากายมวยหรือได้ชโมปัฏฐานเจ้าเวทเนียจัดท้อชโมธาปัฏฐานหรืออ่อนนะตรองนั้นจะจมน้อยอากลมบังติ๊กได้ยังอดบานก็ยังอดดังเลยมันเมนแต่กายมวยได้ชโมธาปัฏฐานสมใบเวทเนียก็ชโมธาปัฏฐานสมใบจัดก็ชโมธาปัฏฐานสมใบท้อก็ชโมธาปัฏฐานเลยแต่อัตตากถาลูกเลิกยกแต่กายมวยการเลิกยกกายมวยคือมีในทาเวทเนียจัดโทใบเตียนั้นก็ชโมธารวมโยกหมดได้จนกายยังอ่านแล้วยังอดดังก็ยังแต่กายชโมธาปัฏฐานแต่ไว้ปีนั้นเทียยังอดดังนั่งโดยฉะนั้นมันเมนแต่กายมวยเตะได้ชโมธาปัฏฐานคือสมใบเวทเนียก็ชโมธาปัฏฐานสมใบจัดก็ชโมธาปัฏฐานสมใบโทก็ชโมธาปัฏฐานหนังบ้านเวเตยเจสตับปัฏฐานบูนเนี่ยจังปัฏฐานคือตีตังไว้ได้โจเตตั้งคือสเตนั้นโจเตตั้งโจเตกลมน็อตกายกลมน็อตเวทเนียกลมน็อตจัดกลมน็อตโท โดยฉะนั้นปัฏฐานนั้นเหมือนมีแต่กายมวยที่คือมีเวทเนียพ้องมีจัดพ้องมีโทพ้องบ้านเวเตยเจสตับปัฏฐานบูนนั่นเองนั่นไอโยยังเคยนักนอนตากถานั้นคือโลกประโยชน์ตากายมุชโมธาปัฏฐานแต่เนี่ยได้มีปัญญานั้นดังถากายมวยหรือชโมธาปัฏฐานถ้ามันเมนเนี่ยไม่บันทามันเมนปีปรูปัฏฐานตีตังระบบสเตปองมันเมนสำหรับแต่กายมวยนะปองสำหรับปีจารณาเวทเนียขนมเวทเนียจัดขนมจัดทัวขนมทัวโดยฉะนั้นคือกายกับชโมธาปัฏฐานเวทเนียกับชโมธาปัฏฐานอุปทานนั่นก็เดียวนะจัดกับชโมธาอุปทานโทนั่นคือชโมธาอุปทานได้ปลุกจิตติตังระบบสเตจมไล่ไอตัวสเตนี่คือชโมธาเจปัฏฐานพ้องเจตัวสเตพ้องนะกายชโมธาปัฏฐานแต่มันชโมธาสเตไอ้ปลุกกายเจรูปมันดังเลยสุธาสเตนั่นคือเจปัฏฐานพ้องวิปรุสเตวิโจตะขนองสังขารโทได้ไอสุธาสเตนั้นก็เจอารมณ์ระบบสเตโดยมาได้เมเนธาสเตได้การกล่าวนั้นคือระลึกสเตได้การหมดนั่งนะว่าสเตได้การต่อขึ้นสเตการกล่าวมาตีนึกระลึกกำหนดสเตได้การหมดนั้นจึงสเตการหมดนั้นก็จิตติตั้งระบบสเตได้การกล่าวบ้านสเตนั้นชัวทาปัฏฐานพร้อมจิตตูสเตพอนั้นจำนวนพิเศษมวยได้ยังตรายโยนแล้วมีจำนวนจังนั่นหาได้บานสเตนั้นชโมธาเจอุปทานเพราะชโมธาสเตพองปีโปรสเตนั้นก็จะทอได้การปีปัจจัยโดยฉะนั้นสเตได้เจทอการปีปัจจัยนั้นได้เจโลกเยะนั้นก็เอามาถ้าบุคคลนั้นมีสเตการให้หลดดอกเปสเตการกล่าวนี้ระลึกกำหนดดังสเตได้การมนเพลียมนั้นสเตได้การมนนั้นคือบานเตยเจปทานเจติตังระบบสเตได้การกล่าวโดยจะน้อยบานเจสเตนั้นชโมธาประธานพ้องชโมธาเยตูสเตพองรีไอกายชโมธาประธานไทยมันชโมธาสเตปีปรุกายเจรูปกรอนแต่บานเพื่อเจติตังระบบสเตบันนังไงนั่นโดยฉะนั้นโดยขนมเบรีนั้นคือจึงโยลมปีประธานอุปทานนั้นให้นังสเตนังไงเด่นนะให้บันมาเอาขันจองม็อกแม่เพลยคือสเตประธานบุญจีเพลยมูแต่มูไว้แย่นะสเตปทานบุญนั้นรวบโดยอำนาจเนี่ยอารมณ์นั่นให้แต่
អារម្មណ៍មាន4មានកាយវេទនាចិត្តធម៌ហ្នឹងដែលជាឧបដ្ឋានហ្នឹងវាមានកាយមានវេទនាមានចិត្តមានធម៌ហ្នឹងទៀតអញ្ចឹងទៅបានរាប់សតិប្បដ្ឋាន4ប៉ុន្តែដល់ទៅពេលរាប់មកមគ្គដោយឯកវចនៈហ្នឹងគឺតួសតិហ្នឹងរាប់តែមួយឯងជាផ្លូវហ្នឹងដែលរាប់សតិហ្នឹងទៅ4គឺដោយអំណាចនៃអារម្មណ៍ដោយអំណាចនៃទីតាំងហ្នឹងតែដល់ពេលតួសតិដែលជាតួមគ្គសមាសតិនេះគឺផ្លូវមូលតែមួយហ្នឹងគឺដោយអំណាចឯកវចនៈអញ្ចឹងពាក្យថាសតិប្បដ្ឋាន4ឬក៏ទេកាយនៈមគ្គនេះខុសគ្នាតែផ្ចេញជាទេតែអត់ដូចគ្នាមានន័យថាជាបដិបទាទៅកាន់ព្រះនិព្វានឬក៏អ្នកត្រូវការព្រះនិព្វានក៏បីស្វែងរកនឹងដូច្នេះនៅក្នុងមេរៀនយើងថ្ងៃនេះគឺឲ្យតែយល់ឧបដ្ឋានឬក៏ប្រឋាននឹងមួយហើយនឹងឲ្យយល់ពីតួសតិគឺជាផ្លូវមូលតែមួយជាសមាសតិជាអង្គមគ្គនឹងអញ្ចឹងមានន័យថាឧបដ្ឋានទីតាំងរបស់សតិមាន4មានកាយមានវេទនាមានចិត្តមានធម៌តែក្នុងយើងកត់នេះយើងឃើញតែមានកាយមួយឯងអញ្ចឹងកាលណាដែលកាយមួយហើយត្រូវទាញយកវេទនាចិត្តធម៌មកទាំងអស់ជាឧបដ្ឋានជាទីតាំងដល់ទៅពេលតួសតិនេះគឺជាសមាសតិហ្នឹងដែលនៅជាលោកីហ្នឹងគឺកំណត់អារម្មណ៍ឬក៏រលឹកទៅលើកាយវេទនាចិត្តធម៌ហ្នឹងអញ្ចឹងគឺតួសតិហ្នឹងគឺជាសតិនឹងផងហើយតួសតិនឹងឯងក៏អាចជាទីតាំងនៃសតិដែលកើតក្រោយកំណត់ដឹងថានេះជាការមានសតិណាដូច្នេះហើយបានន័យខុសគ្នាបន្តិចកាយវេទនាកាយហ្នឹងគឺឈ្មោះថាឧបដ្ឋានតែមិនឈ្មោះថាសតិរីឯសតិហ្នឹងគឺឈ្មោះថាសតិផងឈ្មោះថាឧបដ្ឋានផងពីព្រោះសតិដែលកើតក្រោយក៏អាចរលឹកកំណត់ដឹងសតិដែលកើតមុននឹងបានតួសតិហ្នឹងគឺជាទីតាំងរបស់សតិដែលកើតក្រោយសតិដែលកើតមុនណាទៀតណាសតិដែលកើតមុនហ្នឹងជាទីតាំងនៃសតិដែលកើតក្រោយនឹងដូច្នេះសេចក្តីបញ្យល់សេចក្តីដែលយើងយល់នៅក្នុងនៃហ្នឹងតែពីរឯងគឺឧបដ្ឋានទីតាំងរបស់សតិមួយហើយនឹងតួសតិដែលជាអង្គនៃមគ្គនេះនឹងគឺជាសមាសតិនឹងមួយតែពីរហ្នឹងឯងទៀតណាហើយស្ដាប់ហើយស្ដាប់ទៀតរឿយទៅគឺនឹងបានយល់សេចក្តីហ្នឹងស្ដាប់ឲ្យបានច្រើនដងហើយបើឆ្ងល់អីចាំសួរទៅម៉ោងក្រោយទៀតណានឹងដូច្នេះលោកគ្រូបញ្យល់ប៉ុណ្ណេះហើយនឹងឲ្យជូនទៅអ្នកគ្រូធីរីឬក៏បងអូនចម្រើនឬក៏ធនីអីបានប្រមូលសេចក្តីនៃធម៌ហ្នឹងទៅហើយចាំយើងបញ្ចប់ហ្នឹងហើយចាំម៉ោងក្រោយទៅដូរគ្នាឲ្យរៀនប្រមូលសេចក្តីនៃធម៌ហ្នឹងទៅសូមគ្រប់អញ្ជើញទៅចាសាធុលោកគ្រូសូមគ្រប់អរគុណលោកគ្រូសូមគ្រប់អញ្ជើញបងស្រីធនីបងចាសាធុទាននាងខ្ញុំសូមឱកាសអំពីលោកគ្រូព្រមទាំងអង្គជំនុំបានសរុបនៅមេរៀនដែលសិក្សានៅថ្ងៃនេះចាអញ្ចឹងមេរៀនដែលត្រូវចងចាំនៅក្នុងការកត់ត្រាបាញ់មិញនេះគឺមាន2ចំណុចសតិមួយគឺហើយនឹងបដ្ឋានមួយចាសតិនោះគឺធម្មជាតិដែលរលឹកឬក៏កំណត់នៅអារម្មណ៍ចំណែកឯបដ្ឋានហ្នឹងគឺជាទីតាំងមានកាយផងមានវេទនាផងមានចិត្តផងមានធម៌ផងចាព្រោះជាទីតាំងរបស់សតិឈ្មោះថាបដ្ឋានចាហើយហេតុអ្វីបានជាសតិហ្នឹងឈ្មោះបដ្ឋានផងឈ្មោះថាសតិផងព្រោះថាសតិដែលកើតមុនហ្នឹងជាបដ្ឋានដែលសតិដែលកើតក្រោយហ្នឹងរលឹកបានថាការដែលមានសតិហ្នឹងគឺដូចម្ដេចទៀនចាសាធុនេះខ្ញុំសូមឱកាសចូលរួមប៉ុណ្ណេះទៀនចាសូមគ្រប់ជូនទៅឧបាសិកាចម្រើនវិញចាសាធុសូមគ្រប់អរគុណច្រើនបងស្រីសូមគ្រប់អញ្ជើញអ្នកគ្រូសទ្ធារីចាសាធុនេះខ្ញុំសូមឱកាសពីសំណាក់លោកគ្រូក៏ដូចជាអង្គជំនុំដើម្បីសរុបនៅមេរៀនដែលបានសិក្សានៅក្នុងថ្ងៃនេះចំណុច2ដែលយើងត្រូវសិក្សាហ្នឹងគឺបដ្ឋាន1ហើយនិងសតិ1បដ្ឋានឈ្មោះថាជាទីតាំងរបស់សតិបដ្ឋាននិងឧបដ្ឋាននិងបដ្ឋានហ្នឹងគឺដូចគ្នាទេតកតងនឹងកាយឈ្មោះថាបដ្ឋានមិនមែនមានតែកាយមួយទេដែលឈ្មោះថាបដ្ឋានស
សំបីទៀតវេទនាចិត្តធម៌ក៏ឈ្មោះថាបឋានដែរឈ្មោះថាសតិហ្នឹងគឺកំណត់នៅអារម្មណ៍សតិឈ្មោះថាឧបឋានផងឈ្មោះថាសតិផងព្រោះសតិដែលកើតក្រោយនឹងអាចរលឹកដល់សតិមុនចាសូមឱកាសចូលរួមប៉ុណ្ណឹងហើយសូមបកគលកិច្ចនេះជូនអ្នកគ្រូចម្រើនវិញទៀត ចាសាធុសូមគោរពអរគុណច្រើនអ្នកគ្រូសូមអនុមោទនាដោយសេចក្តីជ្រះថ្លាចំពោះការចូលរួមរបស់បងស្រីធុននេះក៏ដូចជាអ្នកគ្រូផងដែរអញ្ចឹងថ្ងៃស្អែកគឺដល់វេនអ្នកគ្រូបើកកម្មវិធីហើយនឹងប្រមូលបញ្ចប់ណាអ្នកគ្រូណាត្រៀមសម្រាប់ថ្ងៃស្អែកហ្នឹងយើងម្ដងម្នាក់ចែកគ្នាចាអញ្ចឹងនាងខ្ញុំក៏សូមឱកាសដើម្បីប្រមូលមេរៀនដែលសិក្សានៅក្នុងថ្ងៃនេះដើម្បីបញ្ចប់នៅក្នុងថ្ងៃនេះផងដែរដូច្នេះហើយចំណុចដែលផ្ដោតសំខាន់នៅក្នុងមេរៀនថ្ងៃនេះគឺមាន2ចំណុចទី1នោះគឺតាក់ទងទៅនឹងសតិហ្នឹងគឺជាធម្មជាតិដែលរលឹកសតិហ្នឹងគឺកំណត់នៅអារម្មណ៍ហើយពិចារណាដោយបញ្ញានេះចំណុចទី1ចំណុចទី2គឺបឋានហ្នឹងគឺជាទីតាំងរបស់សតិអញ្ចឹងពុទ្ធបរិស័ទទាំងអស់គ្នាដឹងណាទីតាំងរបស់សតិមានអីគេខ្លះមានកាយវេទនាចិត្តនិងធម៌នៅក្នុងមេរៀនបានសិក្សាតាក់ទងជាមួយនឹងកាយប៉ុន្តែកាយនេះមិនមែនតែកាយមួយទេគឺសូម្បីតែវេទនាចិត្តធម៌ក៏រួមគ្នាចូលគ្នាតែមួយដែរណាទៀតណាអញ្ចឹងកាយឈ្មោះថាជាបឋានមិនឈ្មោះថាសតិទេព្រោះអីកាយនេះគឺជារូបគឺជាទីតាំងរបស់សតិមួយទៀតតួសតិឈ្មោះថាជាសតិផងជាបឋានផងព្រោះអីសតិនេះគឺកើតឡើងពីបច្ច័យសតិដែលកើតក្រោយរលឹកសតិដែលកើតមុនសតិដែលកើតមុនជាទីតាំងរបស់សតិដែលកើតក្រោយនេះគឺជាចំណុចដែលយើងត្រូវផ្ដោតចាប់ឲ្យជាប់ហើយចុងក្រោយនេះយើងបានសិក្សាអំពីមគ្គអញ្ចឹងមគ្គហ្នឹងគឺមានន័យថាជាផ្លូវគឺសតិប្បដ្ឋាន4នេះជាផ្លូវមូលតែមួយគឺពោលទៅលើសតិមិននឹកដល់កាយវេទនាចិត្តធម៌នោះទេណាទីណាការពោលដល់មគ្គណាចាផ្លូវមូលតែមួយនិងសតិប្បដ្ឋាន4នេះគឺអាចតែមួយខុសគ្នាតែព្យញ្ជនៈប៉ុណ្ណោះជាឯកវចនៈព្រោះជាផ្លូវមូលតែមួយគឺមគ្គនោះឯងបើជាពហុវចនៈព្រោះសតិមានច្រើនដោយការផ្សេងគ្នានៃអារម្មណ៍ចានាងខ្ញុំសូមសរុបមេរៀនជាប្រមាណប៉ុណ្ណេះចាអញ្ចឹងពេលវេលាក៏ឃើញថាដល់ដែរហើយដូច្នេះហើយនាងខ្ញុំសូមគោរពជូនលោកគ្រូក្រែងលោចុងម៉ោងលោកគ្រូមានអ្វីផ្ដាំផ្ញើដល់កូនសិស្សលោកគ្រូសូមគោរពអញ្ជើញលោកគ្រូសាធុទាំងសូមគោរពអរគុណសិក្ខាកាមគ្រូប្រតិបត្តិយើងទាំងអស់ក៏ដូចពុទ្ធបរិស័ទដូច្នោះពុទ្ធបរិស័ទស្ដាប់ឲ្យបានរឿយស្ដាប់ហើយស្ដាប់ទៀតឲ្យបានរឿយទៅសន្សំការស្ដាប់សន្សំការចាំពុទ្ធវចនៈហ្នឹងគឺនឹងធ្វើឲ្យយើងយល់វាយើងស្ដាប់បទនឹងផ្សេងជាអ្នកនឹងដដែលមែនក៏ប៉ុន្តែឥន្ទ្រីសទ្ធាវិរិយៈសតិសមាធិបញ្ញាមិនមែនដដែលទេគឺចម្រើនរាល់ថ្ងៃប្រៀបដូចជាកូនគោដែលបើកដោះមេគោអញ្ចឹងហើយទោះតែបើកទឹកដោះរាល់ថ្ងៃមែនតែវាដោះស្នែងណាយ៉ាងណាកាលណាដែលយើងស្ដាប់រឿយពិចារណារឿយនេះធัวនឹងដដែលមែនដូចកូនគោបើកទឹកដោះដដែលមែនណាយើងក៏ដូចគ្នាស្ដាប់ដដែលមែនតែអ្វីដែលចម្រើនគឺសត្ឋិន្ទ្រីវិរិយន្ទ្រីសត្តិន្ទ្រីសមាធិន្ទ្រីនិងបញ្ញន្ទ្រីដូចកូនគោដែលដោះស្នែងអញ្ចឹងដូច្នេះកុំធ្វេសប្រហែសនៅក្នុងការស្ដាប់ហើយកុំគិតថាយើងស្ដាប់រួចហើយបានហើយអត់ទេត្រូវឲ្យយល់ត្រង់ហ្នឹងដូចយើងបរិភោគបាយរាល់ថ្ងៃអញ្ចឹងយើងចម្រើនវ័យពីកុមាររហូតដល់ពេញរូបពេញរាងអញ្ចឹងទេណាអញ្ចឹងខ្ញុំកណាគោរពជូនទៅអង្គជំនុំយើងប្រមាណប៉ុណ្ណេះហើយណាបងចម្រើនចប់ចុះទានមកសូមគោរពអរគុណទៀតសាធុលោកគ្រូសូមគោរពអរគុណលោកគ្រូជាការពិតពុទ្ធបរិស័ទទាំងអស់គ្នាព្យាយាមស្ដាប់ណាទីណាស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតកុំគិតថាធ្លាប់ស្ដាប់ហើយហ្នឹងហើយមិនបាច់ស្ដាប់ទៀតទេមកដឹងហើយដដែលអត់ទេណាទីណាព្យាយាមឲ្យណាស់ចាអញ្ចឹងពេលវេលាក៏ដល់ហើយដែរលោកគ្រូនាងខ្ញុំតំណាងឲ្យកូនសិស្សទាំងអស់គ្នាក៏សូមគោរពអរគុណលោកគ្រូយ៉ាងក្រៃលែងនិងសូមខមាទោសចំពោះលោកគ្រូផងបើសិនជាយើងខ្ញុំទាំងអស់គ្នាមានការខុសឆ្គងដោយចំណែកណាមួយសូមលោកគ្រូអត់នៅទោសនោះដល់យើងខ្ញុំទាំងអស់គ្នាផងលោកគ្រូ
សាធុទានសូមបាននៅសេចក្តីចម្រើនទាំងអស់គ្នាទាំងខ្ញុំសូមគោរពលាទាំង ចាសាធុលោកគ្រូសូមគោរពអញ្ជើញលោកគ្រូសម្រាប់ចោះចាអញ្ចឹងពុទ្ធបរិស័ទយើងទាំងអស់គ្នាមុននឹងបញ្ចប់ការសិក្សាយើងនៅក្នុងថ្ងៃនេះសូមគោរពអញ្ជើញពុទ្ធបរិស័ទមួយរូបបានធ្វើកិច្ចខមាទោសចំពោះព្រះរតនត្រ័យដើម្បីបញ្ចប់ការសិក្សាយើងណាទីណាឆ្ងល់អីចូលទៅសួរជាមួយនឹងគ្រូស្វ័យសិក្សាចាសូមគោរពអរគុណ សាធុទានខ្ញុំសូមឱកាសដើម្បីបានកម្មាទោព្រះរតនត្រ័យនិងចែកជូនបុណ្យពុទ្ធេយោកាលេតោតោសោពុទ្ធោខមតតាំងមមាំងធម្មេយោកាលេតោតោសោធម្មោខមតតាំងមមាំងសង្ឃេយោកាលេតោតោសោសង្ឃោខមតតាំងមមាំង យ៉ាងកាញ់ចេកោសាលង្កម្មង្កាតាពាំងកិរិយ៉ាងមេមកាយេនវិចាមេនសាតេតតេសុកតាំងកតាំងយេសាតាសាញិណោអតេយេចសាតាអសាញិណោកតាំងបញ្ញផលੰមៃហੰតាពេភិយគិភវន្តតេយេតាំងកតាំងសវិតិតាំងតនੰ បញ្ញផលੰមយាយេចតាតនជានន្តតេវកន្ធ្វានិវេតយងសាពេលោកម្មយេសតាជីវន្តារេតោកាមនុញ្ញੰភោចនੰសាពេលភន្តមេមចេតសាតេតុខបតាចនិតតុខាភយបតាចនិភយាសោកបតាចនិសោកាហោន្តសាពេបេបានិណោសូមអនុមោទនីសូមអរគុណសូមជម្រាបលា ចាសាធុលោកពូសូមគោរពអរគុណច្រើនសូមគោរពលាសូមបានចំណែកបុណ្យស្មើគ្នាទាំងអស់គ្នាណាទៀតណាជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានិងម៉ោងដ